សួស្តីពុកម៉ែបងប្អូនទាំងគ្នាជួបជាមួយនឹងខ្ញុំថ្មីនៃវីដេអូដើមឆ្នាំ2026 ផាត1នៃការទៅចូលរួមពិធីមង្គលការគេពេញមួយថ្ងៃហើយនេះគឺជាលើកទី1របស់នាងខ្ញុំហើយដែលបានចូលរួមពិធីមង្គលការគេពេញមួយថ្ងៃហើយនាងខ្ញុំនឹងធ្វើការរៀបរាប់ក៏ដូចជាពិពណ៌នាពីប្រវត្តិខ្លះៗនៃពិធីការនីមួយៗផងដែរចំពោះការពិពណ៌នាសម្រាប់ពិធីការនាងខ្ញុំគឺមិនលម្អិតច្រើនទេហើយក៏នាងខ្ញុំមិនបានស្រាវជ្រាវឲ្យបានជាក់លាក់ទាក់ទងជាមួយពិធីការនីមួយៗផងដែរបើសិនជាមានចន្លោះខ្វះខាតត្រង់កន្លែងណាមួយសូមមេត្តាខន្តីអភ័យទោសសម្រាប់ពិធីមង្គលការរបស់យើងនៅថ្ងៃនេះគឺយើងប្រពធ្វើនៅវិជ្ជាមណ្ឌលសន្និបាតនៅពិព័រណ៍កោះពេជ្រអគារ S ដែលកូនកំលោះមាននាមថាឥតពិទូជាគូជាមួយនឹងកូនក្រមុំយេងរនីនេះគឺយើងបានបត់មកដល់វិជ្ជាមណ្ឌលសន្និបាតនឹងពិព័រណ៍កោះពេជ្រហើយបន្តិចទៀតយើងនឹងទៅដល់រោងពិធីទាំងអស់គ្នាគ្រាន់តែបានមើលនៅទស្សនវិជ្ជានៅមុខរោងពិធីក៏ដឹងថាកូនកន្លោះកូនកំមុំពិតជាស្រស់ស្អាតស្រស់សង្ហាខ្លាំងណាស់ថ្ងៃនេះចឹងបន្តិចទៀតយើងនឹងចូលទៅដល់ក្នុងរោងពិធីទាំងអស់គ្នានាពេលព្រឹកព្រហៀមចាស់បារាណតែងតែរៀបចំពិធីហាចំនួនភពភិមនាការចូលរោងជ័យដែលពិធីនេះដែរគឺមានតាំងតែពីបរមរាជកាលមកមិនសល់តាំងពីរជ្ជកាលព្រះបាទអង្គច័ន្ទទី1ពិធីហាចំនួនគឺមានអ្នកផ្លូវរៀបចំផ្លែឈើ36មុខថ្លៃទឹកដោះឬជាវខាន់ស្លា1បាត2ស្លឹងដែលជាក្បួនបុរាណនៅខ្មែរយើងតែងតែប្រារព្ធធ្វើមុនគេមុនពេលពិធីមង្គលការកូនប្រុសកូនស្រីឈានចូលមកដល់បន្ទាប់ពីពិធីហាចំនួនចប់ទៅយើងក៏បានស្រស់ស្រូបអាហារពេលព្រឹកមួយផ្លែតហើយបន្ទាប់មកយើងបន្តកម្មវិធីមកពាក់អញ្ជើញបន្តទៀតនៅក្នុងសម័យដើមពិធីភ្ជាប់ពាក្យត្រូវបានរៀបចំធ្វើឡើងច្រើនខែឬច្រើនឆ្នាំមុនពេលរៀបការប៉ុន្តែនៅពេលបច្ចុប្បន្ននេះគឺគេច្រើនតែរៀបចំពិធីភ្ជាប់ពាក្យនៅក្នុងថ្ងៃរៀបការតែម្ដងតាមប្រពៃណីខ្មែរភ្ជាប់ពាក្យជាពិធីមួយដែលមានអត្ថន័យជ្រាលជ្រៅហើយពិធីនេះគឺរៀបចំឡើងដើម្បីជាចំណងអនុស្សាវរីយ៍សម្រាប់អនាគតស្វាមីភរិយាតាមពិតទៅការភ្ជាប់ពាក្យគឺជាបែបបទដែលកើតចេញពីដំណាក់កាលស្វែងយល់ចិត្តគ្នានិងជាសកម្មភាពនៃការបដិញ្ញាចិត្តក្នុងនោះកូនប្រុសកូនស្រីត្រូវយកព្រមរៀបអាពាហ៍ពិពាហ៍ជាមួយនឹងគ្នាហើយទាំងនេះដែរគឺជាប្រវត្តិក៏ដូចជាហេតុផលខ្លះៗដែលខ្មែរយើងតែងតែប្រារព្ធធ្វើពិធីការផ្សេងៗជាច្រើននៅក្នុងពិធីមង្គលការឬក៏ពិធីអាពាហ៍ពិពាហ៍ផងដែរដើម្បីកុំឲ្យវីដេអូរបស់យើងវែងពេកហើយនឹងពុកម៉ែបងប្អូនទស្សនាទៅមានការធុញគឺនាងខ្ញុំបញ្ចប់នៅវីដេអូ part 1 នេះគឺត្រឹមតែពិធីភ្ជាប់ពាក្យនេះសិនហើយយើងនឹងជួបគ្នានៅ part 2ប្រសិនបើពុកម៉ែបងប្អូនចង់ដឹងថាវីដេអូ part 2 មានអ្វីប្លែកសូមកុំភ្លេចតាមដាននៅវីដេអូ part 2ទាំងអស់គ្នាអរគុណបាយបាយ